ឥឡូវយើងមកមើលរបៀបប្រើមួយទៀតគឺរបៀបយើងវាស់រេស្តង់ធម្មតាក៏បានរេស្តង់SMD នឹងក៏បានដែរវាមានបញ្ហាអីទេគឺយើងវាស់អានេះស្រួលមើលនៃការហ្នឹងបើសិនយើងគិតអីយើងកាច់អាហ្នឹងមកយើងមើលអាណាវាគាត់តែឃើញរេស្តង់ហ្នឹងតម្លៃប៉ុន្មានអូមយើងគាត់ទៅវាស់នេះទៅវាឆ្លើយប្រាប់យើងហើយណាអញ្ចឹងបើយើងចង់វាស់រេស្តង់គឺនេះគេឃើញគេអក្សរអញ្ចឹងគឺអូមអញ្ចឹងបានន័យថានេះយើងកាច់មកនេះមកណាអូម៉ែត្រនេះគេចាប់ពី200អូមមាន200អូមមាន2គីឡូមាន20គីឡូ KK ហ្នឹងហើយគីឡូហ្នឹង 200K 2M 20M 200M ណាអញ្ចឹងបើយើងចង់វាស់រេស្តង់គឺយើងត្រូវកលេចមកមើលអក្សរហ្នឹងណាមើលអក្សរនេះហើយមួយទៀតមើលអានេះអក្សរអូមមាននៅត្រង់ណាបើយើងមើលទាំងអស់គ្នានេះទេគេនេះអក្សរអូមវាឃើញទេនេះអូមវាគេនេះអូមវាឃើញអត់នេះសញ្ញាអញ្ចឹងគឺកន្លែងគេវាស់អូមហើយវាស់អូមនេះវាស់រេតម្លៃរេស្តង់អីហ្នឹងមានអីទេហ្នឹងហ៎ហើយទៅមួយនេះខាងនេះណាអញ្ចឹងយើងវាស់ចង់វាស់រេស្តង់គឺវាស់អញ្ចឹងវាស់តាមកាច់មកហ្នឹងអញ្ចឹងខ្ញុំសូមបញ្ជាក់បន្តិចឥឡូវវីដេអូនេះយើងនិយាយពីរេស្តង់យើងចេះឆ្ងល់ថាហើយ200អូមហ្នឹងមិនយើងកាច់200អូមមិនយើងកាច់ 2K 2គីឡូមិនយើងកាច់20គីឡូមិនយើងកាច់200K 2M ហ្នឹងអាហ្នឹងគឺវាមានគេកាច់អញ្ចឹងគេមានគោលដៅរបស់គេមានចេះកាច់ទីច្រឡំថាគេវាស់200អូមកាច់200អូមអញ្ចឹងណាអត់ទេមែនទេនៅហ្នឹងវាស់2គីឡូកាច់2គីឡូអាហ្នឹងក៏គេមិនកាច់អញ្ចឹងដែរណាវាអាចវាស់បានពេលខ្លះវាស់បានវាស់ដឹងពេលខ្លះវាស់ស្តង់2គីឡូអត់ដឹងទេតែពេលយ៉ាងហ្នឹងចុះបងចុះគេមានស្តង់1គីឡូយើងកាច់ត្រង់ណាពេលហ្នឹងយើងអត់ដឹងទេគេអញ្ចឹងបងមើលអានេះវា20គីឡូហើយចុះបើរេស្តង់ខ្ញុំ5គីឡូកាច់អាណាអញ្ចឹងយើងនៅតែឆ្ងល់អញ្ចឹងចាំវីដេអូបន្ទាប់ខ្ញុំនឹងប្រាប់ឲ្យយល់ពីការងារហ្នឹងណាឲ្យយើងទាំងអស់គ្នាយល់អញ្ចឹងកុំឲ្យឆ្ងល់ថាចំហើយបងអានេះ200អូមអានេះ 2K ហើយដល់ពេល2គីឡូហើយដល់ពេលយើងរេចង់វាស់3គីឡូ4គីឡូមិនដឹងវាស់មិនហើយឆ្ងល់អញ្ចឹងណាហើយមកទៀតដាក់ឆ្លាស់គ្នាអញ្ចឹងឲ្យចាំវីដេអូបន្ទាប់ខ្ញុំនឹងប្រាប់អញ្ចឹងវីដេអូនេះយើងក៏ស្វែងយល់ថាត្រង់ចំណុចនេះមកចំណុចនេះគឺគេមានលក្ខណៈសម្គាល់បែបណាថាត្រង់យើងវាស់អូមវាស់គីឡូអញ្ចឹងណាអញ្ចឹងយើងមើលត្រង់សិនទៅចាំវីដេអូបន្ទាប់